ថៃរៀបចំឈុតឆាកធ្វើជាទាហានខ្មែរដាក់មីនសម្ដេចតេជោថាសម្ដែងបានល្អតែខ្វះបច្ចេកទេសតាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី4ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រតិកម្មតបទៅនឹងការចុះផ្សាយរបស់កាសែតថៃ The Nation ដោយភ្ជាប់នឹងរូបភាពបរិសុទ្ធ2នាក់សម្លៀកឈុតទាហានខ្មែរកំពុងបង្កប់មីនសម្ដេចតេជោបានប្រាប់ឲ្យអ្នកដឹកនាំរឿងថៃថ្ងៃក្រោយរៀបចំសេណារីយ៉ូឲ្យបានល្អរើសតួសម្ដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោលលួចដាក់មីនទើបគេជឿសារបង្រៀនថៃពីរបៀបដាក់ថ្មីរបស់សម្ដេចតេជោធ្វើឡើងក្រោយភាគីថៃតែងតែបង្កើតសាច់រឿងចោតម្ដងហើយម្ដងទៀតថាកម្ពុជារំលោភលើអនុសញ្ញាអូតាវ៉ាក្នុងបទអន្តរកម្មនាកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាលោកអិនតារាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងសឺណែវប្រទេសស្វីសបានការពារភាពស្អាតស្អំរបស់កម្ពុជានិងបានប្រតិកម្មតបវិញថាកម្ពុជាតែងគោរពកាតព្វកិច្ចរបស់ខ្លួនដោយអនុលោមតាមអនុសញ្ញាអូតាវ៉ាផ្ទុយពីការចោទប្រកាន់របស់ថៃ